ប៉ូលីសវៀតណាមរឹបអូសកាហ្វេคล้ายៗរាប់តោនដែលធ្វើពីសណ្ដែកសៀងក្រោយប៉ូលីសបានបើកការស៊ើបអង្កេតព្រមត្តននិងវាឆ្មក់នៅឃ្លាំងមួយកន្លែងកាលពីដើមសប្តាហ៍នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ក្រសួងសន្តិសុខសាធារណៈវៀតណាមបាននិយាយកាលពីថ្ងៃប្រហ័សក្នុងសេចក្តីថ្លែងការណ៍ថាប៉ូលីសបានរឹបអូសផលិតផលកាហ្វេคล้ายៗ 4.1 តោននិងវត្ថុធាតុដើម 3 តោនអំឡុងការវាឆ្មក់នៅឃ្លាំងមួយក្នុងខេត្តខ្ពង់រាបភាគកណ្ដាលឡាំដុងក្រសួងបានគូបញ្ជាក់ថាម្ចាស់ឃ្លាំងឈ្មោះលួងវៀតគៀមបានសារភាពប្រាប់ប៉ូលីសថាក្រុមហ៊ុនរបស់លោកបានលាយសណ្ដែកសៀងនិងសារធាតុបន្ថែមរសជាតិជាមួយគ្រាប់កាហ្វេដើម្បីផលិតកាហ្វេកិនសម្រាប់ទីផ្សារក្នុងស្រុកប៉ូលីសវៀតណាមបានឲ្យដឹងថាការឆ្មក់ចូលឃ្លាំងដដែលបានធ្វើឡើងក្រោយពួកគេកាលពីថ្ងៃអង្គារបានឆែកឆេរឡានដឹកទំនិញមួយគ្រឿងដែលដឹកកាហ្វេកិនចំនួន 1056 បាវក្នុងទម្ងន់ 528 គីឡូក្រាមដោយគ្មានឯកសារភ្ជាប់មកជាមួយឥឡូវនេះការស៊ើបអង្កេតបន្ថែមទៀតកំពុងតែដំណើរការលោកវៀនងាងថូដែលជាអ្នកលក់កាហ្វេវៀតណាមម្នាក់នៅខេត្តដាក់ឡាក់ដែលនៅជាប់ខេត្តឡាំដងដែរនោះបាននិយាយប្រាប់ Reuters យ៉ាងដូចនេះថាផលិតផលកាហ្វេคล้ายៗមិនមែនជារឿងកម្រនោះទេហើយវាអាចផលិតពីសណ្ដែកសៀងឬពោតឬទាំងពីរតែម្ដងលោកថូបានបន្តថាសណ្ដែកសៀងនិងពោតអាចបរិភោគបាននិងមានតម្លៃថោកជាងគ្រាប់កាហ្វេពិតប៉ុន្តែអ្នកណាទៅដឹងថាវាមានសុវត្ថិភាពសម្រាប់សុខភាពឬអត់ពេលផឹកផលិតផលកាហ្វេคล้ายៗទាំងនេះគូបញ្ជាក់ថាកសិករវៀតណាមនៅតំបន់ខ្ពង់រាបភាគកណ្ដាលបច្ចុប្បន្នលក់គ្រាប់កាហ្វេក្នុងតម្លៃប្រហែល $3.86 ក្នុង1គីឡូក្រាមដែលវាខ្ពស់ជាងតម្លៃសណ្ដែកសៀងប្រហែលទៅ3ដងនៅឆ្នាំ2018ប៉ូលីសនៅតំបន់ខ្ពង់រាបភាគកណ្ដាលបានចាប់ខ្លួនមនុស្ស5នាក់ដែលសង្ស័យថាបានប្រើប្រាស់សារធាតុគីមីថ្មពិលដើម្បីលាយកាកសំណល់កាហ្វេហើយលក់ល្បាយនេះជាម្រេចខ្មៅគូបញ្ជាក់ថាវៀតណាមគឺជាប្រទេសផលិតកាហ្វេប្រភេទ Robusta ធំជាងគេបំផុតនៅលើពិភពលោកដែលកាហ្វេនេះមានរសជាតិល្វីងនិងត្រូវបានគេប្រើប្រាស់ជាចម្បងនៅក្នុងកាហ្វេឆុងមែនទែនទៅតំបន់ខ្ពង់រាបកណ្ដាលគឺជាតំបន់ដាំដុះកាហ្វេដ៏សំខាន់របស់ប្រទេសវៀតណាមយោងតាមទិន្នន័យគយរបស់រដ្ឋាភិបាលវៀតណាមបាននាំចេញកាហ្វេចំនួន 1.6 លានតោនក្នុងតម្លៃ $8.9 ប៊ីលានកាលពីឆ្នាំមុនដោយកើនឡើង 18.3% គិតជាបរិមាណនិង 58.8% គិតជាតម្លៃ